Chi vật ơi chi vật cất làng bạc nè cấtแต่เรื่องรอบลอยเพราะไอ้กรอมเลព្រឹកព្រលឹមខ្ញុំចេញពីផ្ទះកាន់ការបបចាស់ទៅរកការងារថ្ងៃខ្តៅប៉ុណ្ណាក៏ត្រូវតែទៅព្រោះនៅផ្ទះមានមនុស្សរងចាំប្រាក់ខែចូលមិនទាន់បានកក់ថ្លៃបាយថ្លៃផ្ទះក៏មកដល់បំណុលចាស់នៅរងចាំបងរកមួយថ្ងៃសល់មិនដល់មួយរៀលមើលអ្នកដទៃមានផ្ទះមានឡានខ្ញុំក៏ចង់មានដូចគេដែរតែជីវិតខ្ញុំចាប់ផ្ដើមពីដៃដទៃមានតែញើសនឹងក្តីសង្ឃឹមក្រអីក្រមលេខខំរាល់ថ្ងៃនៅតែមិនសល់ព្រឹកទៅរកលុយយកមកគេតបំណុលជីវិតអ្នកក្រមិនមែនមិនចង់មានតែផ្លូវទៅរកសបានវែងពេកក្រអីក្រមលេខតែខ្ញុំមិនទាន់ចុះចាញ់ថ្ងៃនេះលំបាកថ្ងៃស្អែកខ្ញុំនៅតែខំបើមិនអាចមានថ្ងៃនេះក៏ខំសម្រាប់ថ្ងៃក្រោយព្រោះនៅមានគ្រួសាររងចាំខ្ញុំមើលតែនៅផ្ទះសួរថាកូនហត់ទេខ្ញុំញញឹមថាមិនអីទេម៉ែទូក្នុងបេះដូងពោពេញដោយកង្វល់ក៏មិនចង់ឲ្យម៉ែដឹងថាខ្ញុំយំកូនខ្ញុំសួរថាពេលណាមានថ្មីខ្ញុំប្រាប់ថាចាំប៉ាប្រឹងធ្វើការថ្ងៃណាមួយប៉ានឹងទិញឲ្យទោះថ្ងៃនេះប៉ាមានតែដៃទូទេពេលយប់ស្ងាត់ខ្ញុំអង្គុយគិតថាតើពេលណាជីវិតនឹងធូរតែពេលឃើញមុខអ្នកដែលខ្ញុំស្រឡាញ់ខ្ញុំប្រាប់ខ្លួនឯងត្រូវតែបន្តក្រអីក្រមលេខខំរាល់ថ្ងៃនៅតែមិនសល់ព្រឹកទៅរកលុយយកមកគិតបំណុលជីវិតអ្នកក្រមិនមែនមិនចង់មានតែផ្លូវទៅរកសូបានវែងពេកក្រអីក្រមលេខតែខ្ញុំមិនទាន់ចុះចាញ់ថ្ងៃនេះលំបាកថ្ងៃស្អែកខ្ញុំនៅតែខំបើមិនអាចមានថ្ងៃនេះក៏ខំសម្រាប់ថ្ងៃក្រោយព្រោះនៅមានគ្រួសាររងចាំខ្ញុំបើជីវិតនឹងតែផ្លូវរាបស្មើអ្នកណាក៏អាចដើរដល់ទីស្រមៃខ្ញុំទួដើរលើផ្លូវមានថ្មក៏មិនបោះបង់ក្តីសង្ឃឹមមិនចាំបាច់មានដូចគេមិនចាំបាច់ឲ្យអ្នកណាមើលឃើញសុំត្រឹមថ្ងៃមួយខ្ញុំអាចនិយាយបានថាអ្វីដែលខ្ញុំខំវាមិនខាតទេក្រអីក្រមលេខតែចាប់ខ្ញុំនៅតែខ្លាំងទោះមានតិចក៏ខំរកបន្ថែមថ្ងៃនេះខ្ញុំក្រមិនមានន័យថាខ្ញុំចាន់ជីវិតនឹងតាន់ចាប់ខ្ញុំនៅតែមានសង្ឃឹមក្រអីក្រមលេខក៏ខ្ញុំនឹងខំទៅមុខដើម្បីមិនឲ្យឪពុកដើមបីកូនក្នុងផ្ទះថ្ងៃណាមួយបាខ្ញុំបានសុខខ្ញុំនឹងចាំថាខ្ញុំធ្លាប់ឆ្លងកាត់ថ្ងៃលំបាកក្រអីក្រមលេខតែខ្ញុំមិនខ្លាចទេមានតែថ្ងៃនេះដែលលំបាកមិនមែនមានន័យថាថ្ងៃស្អែកក៏លំបាកដែរ